សង្គ្រាមខេត្តព្រៃវែងបានមកដល់ហើយសួស្ដីជំរាបសួរពុកម៉ែបងប្អូនទីជិតទីឆ្ងាយអាយ៉ាគ្រាន់តែឃើញពីទិដ្ឋភាពសម្រស់នៃធម្មជាតិកំពុងតែរៀបចំនៅឯក្រុងព្រៃវែងចាបងប្អូនអើយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងខាងមុខនេះឃើញថាខេត្តព្រៃវែងកំពុងតែរៀបចំបានស្រស់ស្អាតខ្លាំងណាស់បងប្អូនដូច្នេះបងប្អូនគ្រាន់តែឃើញពីទិដ្ឋភាពនឹងហើយរំជួយបេះដូងហើយនៅអត់បានទេសង្គ្រាមឆ្នាំថ្មីឆ្នាំនេះទាំងខ្ញុំអីគឺថានៅមិនបានទេបងប្អូនហើយញ័រដៃញ័រជើងអស់ហើយអញ្ចឹងខេត្តព្រៃវែងឆ្នាំនេះสนมពរទៅកាន់ពុកម៉ែបងប្អូនទូទាំងខេត្តទាំងអស់អញ្ជើញទស្សនាឲ្យចុច share ម្នាក់មួយម្នាក់ពីរម្នាក់បីមើលដើម្បីចាស្រុកយើងណាខេត្តយើងអញ្ចឹងឲ្យខ្លាចអី share មែនទេចាទិដ្ឋភាពដ៏សែនកម្រមានមួយឆ្នាំមានតែម្ដងឯងចាខេត្តខ្លាចអីនឹងការ share ចែកម្លែកទៅបងប្អូនបន្តបន្ថែមទៀតចាអូខេនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះឃើញថាខេត្តព្រៃវែងរៀបចំបានស្រស់ស្អាតគ្រប់ទីកន្លែងទាំងអស់ចាហើយនៅក្នុងទិដ្ឋភាពនៃក្រុងព្រៃវែងខ្ញុំពិតជាអត់ទៅសើអាខានសរសើរថ្នាក់ដឹកនាំពុំបានឡើយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឃើញថាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់មកមានញឹកខ្លាំងណាស់នៅក្នុងការស្វាស្វែងចារៀបចំគំនិតដូចផ្ដើមនៅទិដ្ឋភាពនៅពេលបច្ចុប្បន្ននេះខេត្តព្រៃវែងគឺថាល្អស្រស់បំព្រងតែម្ដងដូច្នេះក្នុងនាមនាងខ្ញុំដែលជាប្រជាពលរដ្ឋម្នាក់ដែលកើតនៅក្នុងទឹកដីខេត្តព្រៃវែងរីករាយយ៉ាងក្រៃលែងចាយ៉ាងក្រៃលែងយកអីមកវាស់អត់បានទេអញ្ចឹងហើយខ្ញុំក៏សូមអរគុណហើយគោរពជូនពរទៅកាន់ថ្នាក់ដឹកនាំព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តទាំងអស់សូមជួបតែសុខសំណាងល្អនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាទំនៀមទម្លាប់របស់ខ្មែរតាំងពីដើមមកដល់ពេលបច្ចុប្បន្នចាហើយខ្ញុំពិតជារំភើបនៅក្នុងការនិយាយពីទិដ្ឋភាពមួយនេះដើម្បីចែករំលែកជូនទៅកាន់បងប្អូនក្នុងនិងក្រៅប្រទេសឲ្យគាត់បានឃើញថាខាងខេត្តព្រៃវែងនាពេលបច្ចុប្បន្នឥឡូវរាល់ពេលបុណ្យទានម្ដងឃើញថារៀបចំបានក៏ក្រោកទឹកក៏ក្រោកដីស្រស់ស្អាតដែរដូច្នេះសូមបងប្អូនឃើញវីដេអូនឹងហើយចាខ្ញុំនិយាយដល់ចេញពីចិត្តរៀងនិយាយបែបសំឡុតតិចហើយព្រោះដោយសារអីខ្ញុំរំភើបពេកអញ្ចឹងហើយសូមចាត់បងប្អូនប្រជាពលរដ្ឋទាំងអស់ឃើញចុច share តាមរយៈវីដេអូនេះចាហើយនឹងខ្ញុំអធិប្បាយនេះមិនមែនចង់ល្បីដោយ